ខ្ញុំបានមកកម្មវិធី Didway Trip Party ថ្ងៃទី30 ខែ 3 ឆ្នាំ 2025 អូយដល់គ្នាសប្បាយហួនថ្លៃហ្មងសប្បាយដល់ថ្នាក់មកផ្ទះឈឺកោះខ្យល់បាទនេះគឺជាវីដេអូ full បើនៅក្នុង TikTok ខ្ញុំផុសជា3 short សម្រាប់ YouTube ហើយនិង Facebook Page គឺខ្ញុំផុស full ពីដើមដល់ចប់ហ្មងចង់ដឹងវីដេអូយ៉ាងណាតោះទៅទស្សនាទាំងអស់គ្នា Let's go បាទខ្ញុំមកដល់ហើយនេះឡានរបស់ខ្ញុំបាទឡានមិញហ្នឹងមិនបាច់ប្រាប់ក៏ដឹងថាម្ចាស់ឡានណាគេដែរអ្នកគ្នាណាគេដឹងចូល comment មួយបាទឥឡូវយើងមកដល់ខ្លោងទ្វារមុខហើយបាទមកដល់គឺថាមនុស្សគឺចូលទៅក្នុងអស់ហើយខ្ញុំមកដល់ម៉ោង7ជាងណាអ្នកនរគ្នាអញ្ចឹងឃើញមនុស្សតិចអីតិចថាតិចណាបើបុកទូថាប្រហែលជា1000អ្នកជាងដែរទេហើយយើងមកថតរូបថតអីហើយយើងកាហ្វេរកអីញ៉ាំនៅខាងមុខមានស្តង់លក់អាតមិញកាហ្វេទិញអីផឹកហើយយើងឈៀលយើងក៏ដើរចូលទៅក្នុងដើម្បីឆែកសបត់ហើយយើងវាយត្រាឲ្យដើរចូលអ្នកនរគ្នាអូចូលមកឡើងទៅជាសើបនេះជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំក្នុងការមកមើល concert បង G David ហើយជាបទពិសោធន៍ដែលយើងមកមើល concert បែបនៅក្នុងអាគីរោងការក្នុងអីចឹងណាព្រោះយើងធ្លាប់មើលនៅខាងក្រៅក្តៅក៏ក្តៅហត់ក៏ហត់អ្វីដែលភ្លេចមិនបាននោះគឺការគោរពទង់ជាតិបាទខ្ញុំ respect បង G David មែនតើគឺគាត់តែងតែគោរពទង់ជាតិនៅពេលដែលគាត់មុននឹងប្រគំតន្ត្រីបាទslogan មួយដែលយកមកបង្កើតគឺ Triple M Party ដែលមានន័យថា F 3ដងគឺ Friend, Fan and Family ចា៎ហើយក៏ជាពួកយើងនៅក្នុងរបបតែមួយទៅតាមតែជាអ្នកគ្រប់គ្រងទេតែយើងគេដូចជាបងប្អូននិងគ្រួសារយើងវិញ
ខេអ្នកគ្នាអរគុណសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់វីដេអូនេះបានមកដល់ទីបញ្ចប់ហើយបើបានមើលដល់ចប់ហើយកុំភ្លេចចុច follow ខ្ញុំម្នាក់មួយផងណាបើមានកន្លែងណាមិនសមរម្យអីសូមអធិស្ឋានបងប្អូនគ្នាគឺជា party បែប private ទេគឺធ្វើសម្រាប់តែ fan ទេហើយខ្ញុំក៏ផុសយកមកកាត់ចែកគ្នាមើលទៅដោយសារតែ fan មកជាពេលខ្លះគាត់អត់បានទៅមើលទេអញ្ចឹងអូខេមានអីទេឈេលហើយអ្នកគ្នាមានកំហុសខុសឆ្គងអីសូមអភ័យទោសផងជួបគ្នាវីដេអូក្រោយបាយ